ឆ្នេរខ្សាច់ចន្លោះស្ពានឥន្ទនូទៅស្ពានថ្មថ្មីនឹងកាន់តែទាក់ទាញក្រោយរៀបចំអ៊ុតកៅស៊ូអាសេរួចរាល់ខេត្តកំពតលោកអភិបាលក្រុងកំពតលើកឡើងថាឆ្នេរខ្សាច់ប្រថ្មព្រែកកំពង់បាយក្រុងកំពតចន្លោះពីស្ពានឥន្ទនូរហូតដល់ស្ពានថ្មថ្មីកំពុងតែមានភាពទាក់ទាញនិងពេញនិយមក្នុងការមកសម្រាកលំហែនិងហូបបាយជុំគ្រួសារនាពេលល្ងាចហើយឆ្នេរខ្សាច់នេះកាន់តែមានភាពទាក់ទាញបន្ថែមទៀតក្រោយពីអាជ្ញាធរខេត្តរៀបចំអ៊ុតកៅស៊ូអាសេនិងរៀបចំឲ្យមានផ្លូវថ្មើរជើងសួនច្បារនិងចំណតរថយន្តលោកអភិបាលក្រុងបានស្នើដល់ប្រជាពលរដ្ឋអាជីវករនិងភ្ញៀវទេសចរទាំងអស់ចូលរួមរក្សាអនាម័យបរិស្ថានឲ្យបានស្អាតដើម្បីលើកកម្ពស់វិស័យទេសចរក្នុងក្រុងអភិបាលក្រុងកំពតលោកលៀងរឿងសុភីបានប្រាប់ឲ្យដឹងថាលេខខ្សាច់កំសាន្តដែលមានប្រវែង700 ម៉ែត្រចន្លោះពីស្ពានឥន្ទនូជាប់ទៅស្ពានថ្មថ្មីមុខមន្ទីរពេទ្យបង្អែកកំពុងទទួលការពេញនិយមទាក់ទាញទេសចរមកលំហែកំសាន្តនាពេលល្ងាចជាពិសេសការហូបអាហារជួបជុំគ្រួសារលោកអភិបាលក្រុងបានបន្តក្រោមការដឹកនាំនិងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តមម៉ៅជនិនអភិបាលខេត្តកំពតថារចនាសម្ព័ន្ធក្នុងក្រុងបានស្ថាបនានិងកែលម្អបន្តបន្ទាប់ជាក់ស្ដែងផ្លូវប្រប់ឆ្នេរព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកត្រូវបានរៀបចំអ៊ុតកៅស៊ូអាសេចាប់ពីគល់ស្ពានឥន្ទនូរហូតដល់ស្ពានថ្មថ្មីដែលមានប្រវែង614 ម៉ែត្រដែលទំហំទទឹងមានការប្រែប្រួលចាប់ពី6 ម៉ែត្ររហូតដល់ជាង30 ម៉ែត្រទៅតាមស្ថានភាពជាក់ស្ដែងនៃដំណេកព្រែកការរៀបចំនេះគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពិសេសអាជ្ញាធរខេត្តបានរៀបចំឲ្យមានចំណតរថយន្តសួនច្បារក៏ដូចជាផ្លូវថ្មើរជើងផងដែរលោកអភិបាលក្រុងបន្ថែមថាក្រោយពេលដែលស្ថាបនាផ្លូវនេះរួចតំបន់នេះនឹងប្រែក្លាយមុខមាត់ថ្មីពិសេសការតាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តកាន់តែច្រើនលោកអភិបាលក្រុងក៏បានបញ្ជាក់ដែរថាបច្ចុប្បន្នតំបន់នេះត្រូវបានរៀបចំឲ្យមានរថយន្តចល័តដែលរៀបចំដោយអាជ្ញាធរខេត្តនិងក្រុងចំនួន7 គ្រឿងដើម្បីលក់ដូរម្ហូបអាហារជូនភ្ញៀវទេសចរហើយអ្វីដែលពិសេសនោះគឺទីតាំងនេះជាទីតាំងសាធារណៈដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តឬអាចយកម្ហូបអាហារមកពិសានៅទីនេះបានដោយមិនគិតប្រាក់នោះឡើយចំនឹងនោះដែរលោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋអាជីវករភ្ញៀវទេសចរទាំងអស់ចូលរួមរក្សាអនាម័យបរិស្ថានបានស្អាតដើម្បីលើកកម្ពស់វិស័យទេសចរក្នុងក្រុងកំពតសូមបញ្ជាក់ថារយៈពេលប្រមាណជាង3 ឆ្នាំមកនេះខេត្តកំពតក្រោមការដឹកនាំអភិវឌ្ឍផ្ទាល់ពីសំណាក់ឯកឧត្តមម៉ៅជនិនអភិបាលខេត្តថារចនាសម្ព័ន្ធទូទាំងខេត្តត្រូវបានរៀបចំស្ថាបនានិងកែលម្អជាបន្តបន្ទាប់ពិសេសសមិទ្ធផលទេសចរថ្មីត្រូវបានបង្កើតឡើងដើម្បីទាក់ទាញភ្ញៀវទេសចរដោយឡែកផ្លូវសំខាន់ក្នុងក្រុងកំពតបានរៀបចំកែលម្អនិងលើកកម្ពស់គុណភាពជាបន្តបន្ទាប់ជាក់ស្ដែងផ្លូវចូលទៅកាន់ចំណតទូកទេសចរចន្លោះពីស្ពានថ្មថ្មីភ្ជាប់ទៅកាន់ស្ពានរទេះភ្លើងប្រវែង1000 ម៉ែត្រត្រូវបានរៀបចំចាក់បេតុងរួចរាល់បច្ចុប្បន្នកំពុងចាប់ផ្ដើមអ៊ុតកៅស៊ូអាសេពីចន្លោះស្ពានឥន្ទនូរហូតដល់ស្ពានថ្មថ្មីក្នុងន័យដើម្បីលើកកម្ពស់វិស័យទេសចរក៏ដូចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល